អ្នកដែលប្រើកុំព្យូទ័រនេះខ្ញុំណែនាំឲ្យប្រើអា app មួយនេះអ្នកគ្នាឈប់បើកឲ្យស្រួលមើលតិចសិននេះអា Q Translate នេះអ្នកគ្នាស្រួលប្រើមែនតើខ្ញុំអត់ដឹងថាអ្នកគ្នាស្គាល់ឬក៏មិនស្គាល់ទេតែខ្ញុំតាំងពីចេះប្រើកុំព្យូទ័រមកគឺខ្ញុំចូលចិត្តប្រើអាហ្នឹងមែនតើតោះតិចទៀតខ្ញុំនឹងតេស្តឲ្យអ្នកគ្នាមើលខ្ញុំ download វាសិនទៅ app ហ្នឹងស្រួលប្រើមែនតើអ្នកគ្នាដោយសារតាពេលយើងចង់ translate អីចឹងធម្មតាយើងចូលទៅ Google Chrome ហើយយើងវាយពាក្យ translate មែនអត់តែបើយើងយក Q Translate នេះយើងចុចតែ Control Q គឺវា translate ឲ្យបងខ្ញុំមើលខ្ញុំដោតបានហើយអូខេឥឡូវខ្ញុំមកតឡើងអស់គ្នានៅពេលដែលយើងចង់ translate ហ្នឹងនេះយើងចុចតែ Control Q មកគឺវា translate ឲ្យ auto ហ្មងគឺស្រួលមែនតើនេះហើយឧទាហរណ៍បើសិនជាអ្នកខ្ជិលអានគ្រាន់តែ Control Q ម្ដងទៀតមកតមកអ្នកទាំងអស់គ្នាចុចលើអាសលេងនេះអារូបកាសនេះគិតត្រឹមខែមីនាឆ្នាំ2025ប្រជាជនប៉ាន់ស្មានរបស់ប្រទេសកម្ពុជាមានចំនួនប្រមាណ 17.5 លាននាក់នៅពេលដែលយើងពាក់ការប៉ាន់ប្រមាណនៅពេលដែលយើងពាក់កាសអ្នកទាំងអស់គ្នាគឺវាយើងមិនបាច់ចាំហត់អានទេយើងចាំតែស្ដាប់បានហើយគឺអញ្ចឹងស្រួលអូខេអរគុណច្រើនអ្នកគ្នាវីដេអូខ្ញុំមានតែប៉ុណ្្នឹងហើយ